category សម្រាប់ insert ចូល database មុនបងយើងត្រូវចូលទៅបង្កើតនៅ web page មួយសិនដែលយើងប្រើវាជាមួយ master page ទីចុចមកស្ដាំមកចុចយក add យក item ដោយសារតែ website នេះយើងធ្វើនៅលើ master page អញ្ចឹងយើងត្រូវជ្រើសរើសយក web from with master page បើអ្នកទាំងអស់គ្នាឃើញទេអាច search ជាមុខ web from with មកវានឹងចេញមកនេះ master page គឺហើយយើងចេញមកហើយយើងដាក់ឈ្មោះវាថា management category ដោយសារខ្ញុំដាក់ឈ្មោះអញ្ចឹងខ្ញុំដាក់ឈ្មោះចេះ FMG category សម្រាប់ category ហើយខ្ញុំជ្រើសយក master page ដែលខ្ញុំបានបង្កើតដូចជានេះធ្វើវាលើ dashboard ដើម្បីទុកឲ្យ admin ជាអ្នកបញ្ចូលរួចហើយនៅពេលបានប៉ុណ្ណឹងហើយយើងត្រូវនេះយើងប្រើប្រាស់នៅ JavaScript យើងប្រើប្រាស់នៅ Bootstrap ដើម្បីឲ្យវា responsive ផងដែរដំបូងយើងត្រូវវាហៅ tag div បង្កើតឲ្យវាមកមានយើងប្រើប្រាស់ row ឲ្យវារឹបជា row ជា column ស្មើជាមួយនឹង column LG 12 អូខេ12វាហើយត្រង់នេះខ្ញុំត្រូវបង្កើតត្រង់នេះខ្ញុំដាក់ឈ្មោះថាត្រង់នេះខ្ញុំត្រូវមាន form category មានកន្លែងដូចជាពេលខ្លះយើងត្រូវ scroll រកនេះដើម្បីជំនួយបង្កើតប៊ូតុងមានដូចជានេះ tick box យើងត្រូវប្រើប្រាស់នៅ tick box ដើម្បីបង្ហាញព័ត៌មានយើងដាក់មកត្រង់នេះយើងប្រើប្រាស់នៅ tick box ដែលមានឈ្មោះថា category ID អូខេវាដាក់នេះដែរមួយទៀតគឺយើងត្រូវ copy and then នឹងក៏បានដែរឬយើងសេសថ្មីក៏បាន copy មកអូខេដើម្បីតម្រឹមវាឲ្យស្មើគ្នាអ្នកនរគ្នាចុច control ហើយ EC ចុច control ហើយ ED ទៅវាតម្រឹមគ្នាស្មើហើយព្រោះនេះដាក់ថា category name ហើយដាក់ថា description ស្មើវិពរនីអំពីផលិតផលយើងត្រង់នេះខ្ញុំការវាថា TET describe នេះ category គេខុស TET name អូខេត្រង់នេះខ្ញុំដាក់វា6ហើយត្រង់នេះខ្ញុំដាក់វា6ឥឡូវខ្ញុំដាក់វា12ហើយយើងត្រូវបង្កើតនៅនេះ page 1 ដើម្បីដាក់ឈ្មោះថា manage form category ខ្ញុំប្រើប្រាស់ Bootstrap អញ្ចឹង Bootstrap នៅជាប់លើ form master page ស្រេចខ្ញុំបង្កើតខ្លះវាស្មើហើយខ្ញុំដាក់ TET center ហើយអ្នកទាំងអស់គ្នាបានមើលថាវាចេញបែបណាជីមកស្ដាំមកហើយវា new អូខេទិន្នន័យយើងចេញបានប៉ុណ្នេះនៅ dashboard យើងត្រូវធ្វើទៀតគឺយើងត្រូវហៅនៅ class មកប្រើ CA class ស្មើជាមួយនឹងយើងប្រើប្រាស់នៅ form control ដើម្បីឲ្យវាចេញមកស្អាតហើយយើង copy នេះដាក់ចូលនៅកន្លែងយើងនីមួយៗដូចគ្នាយើង save ហើយយើងទៅ refresh នេះវាចេញបែបនេះចា
នឹងមានថាវាដំណើរការបានហើយតែយើងត្រូវបង្កើតនៅ form ទៀតដែលជា form សម្រាប់ឲ្យយើងបង្កើតនៅប៊ូតុងចំនួន5យើងប្រើប្រាស់នៅ div មួយទៀតដើម្បីបង្កើត row ថ្មីចុចខ្លះហើយ ស្មើ row ហើយយើងប្រើប្រាស់នៅ div ខ្លះដូចគ្នាដែរយកវា column LG 12រួចហើយយើងត្រូវទាញប៊ូតុងបើអ្នកទាំងអស់គ្នាអត់ចេះសេប៊ូតុងអ្នកទាំងអស់គ្នាអាចចូលមកកន្លែងនេះបានដោយយើងយកប៊ូតុងនេះប៊ូតុងមានចំនួន5យើងត្រូវប្រើប្រាស់នៅ CSS style ដូចគ្នាដែរខ្លះដូចគ្នាដែរយើងដាក់ថា TBL BTN នឹងពាក្យកាត់ប៊ូតុង BTN ឬហើយយកពាក្យថា BTN secondary ដើម្បីយកពណ៌ខៀវអ្នកទាំងអស់គ្នា copy អានឹងមកបើបាន5អូខេត្រង់នេះយើងដាក់ឈ្មោះវាដាក់ឈ្មោះដើម្បីសម្រាប់យើងធ្វើចុចទៅ BTN insert BTN search BTN update នេះ BTN delete មួយទៀតគឺ BTN clear តោះនេះគឺឈ្មោះប៊ូតុងដាក់ថា insert search update delete ហើយ clear clear ត្រង់ប៊ូតុងពីរនេះយើងអាចដាក់ទៅខំក៏បានដោយប្រើប្រាស់នៅ Dagger នេះយើងប្រើប្រាស់នៅ Dagger ដូចគ្នាដែរទៅព្រោះវាពេលយើងលុបទៅពណ៌ក្រហមអញ្ចឹងដល់គ្នាមក refresh ទៅមក refresh អញ្ចឹងវាចាញ់បែបនេះអូខេខ្ញុំធ្វើការដូរឈ្មោះប៊ូតុងនេះដាក់ថា primary ដើម្បីចាប់យកពណ៌ខៀវចូលទៅមកអូខេប៉ុណ្្នឹងវាបានហើយតែវាអត់ដំណើរការទេអញ្ចឹងយើងត្រូវប្រើប្រាស់តាមនេះដាក់ថា TT ដូចគ្នា Hit Center ដើម្បីឲ្យប៊ូតុងរត់នៅកណ្ដាលហើយមួយទៀតគឺយើងត្រូវបង្កើតនៅ data grid menu ដូចគ្នាដែរ data grid menu ហើយយើងប្រើប្រាស់នៅ row data grid menu ហើយយើងត្រូវរកនៅ data grid menu នេះយើងយកនេះមួយជាគ្រីប menu មួយដើម្បីបង្ហាញដែរហើយដាក់ឈ្មោះថាគ្រីប menu category ហើយមួយទៀតគឺ category ដូចគ្នាដែរអូខេនៅពេលអ្នកនរគ្នាបង្កើតបានស្មើនឹងហើយយើងចង់ដក clear បន្តិចទៅតាមដែរយើងប្រើប្រាស់នៅ MT ដើម្បីដក clear ពីកន្លែងគ្នាអានេះយើងត្រូវដក clear ដូចគ្នាដែរ